ngày ní con tập nhạc bị kênh phim mẹ rắm thaสบายchất khăng mình tênประยมban mà song sân nhà đã ban sân nhà cho mùi bong pôn từng ngõ kia thá nâng tập lập mò thưa một hộp chun bong pôn từng ngõ kia mơ xa chứ thằng mày mà đòn tiệt hai ban dậy pi mà hộp ngày ní với nhá bọc cắt chỉ phai sầm mẹp bong pôn từng ngõ kia từ đây mà chu kỳ thầy làm nơi miên mà một tiết cha sa trụng bờ tùng ban dậy pi một mà hộp từng pi một này ha còn tập ban đã cho một phim dậy bị than nấc cột chiết na đây khuôn anh pi môn tay tôi chỉ giang ná rồi chết nơi tại đội đám của anh nè thưa con nơi đội đám cặp tay sầm lên hốt tắc sờ tới đăng thà chân anh nhá dùng vậy men á lời nắng muốn nâng tao bằng hai vị thi phơi ôn tặng ngọc ní nhung xong tặng nhầm tặng đa cô sát xô nơi trà mà cài sấn nằm bay vô cầm làng cô sát xô nơi trà lá cứ chỉ tặng đa cô muối đại miên stang đáផលិតមកពីប្រទេសអូស្ត្រាលីហើយចិញ្ចឹមដោយគោដែលមានផាសុខភាពហើយនៅក្នុងទឹកដោះគោនោះសម្បូរវីតាមីនជាច្រើនសម្បូរទៅដោយប្រូតេអ៊ីនកាល់ស្យូមបូតាស្យូមដែលជួយទៅថែបំពន់សុខភាពរបស់ខ្ញុំពីខាងក្នុងដោយបងប្អូនដឹងស្រាប់អញ្ចឹងថារាល់ថ្ងៃនេះខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើហើយមិនថាខ្ញុំត្រូវធ្វើការអង្គុយយូរឈរយូរឬក៏ដាច់យប់អត់ល្ងុយទេប៉ុន្តែសុខភាពរបស់ខ្ញុំនៅតែធម្មតាអញ្ចឹងហើយទៅខ្ញុំចង់ចែករំលែកទឹកដោះគោដ៏ល្អមួយនេះទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបងប្អូនទាំងអស់គ្នាបានញ៉ាំហើយមានសុខភាពល្អដោយក្រុមគ្រួសារខ្ញុំដែរជាពិសេសគឺញ៉ាំបានគ្រប់វ័យសម្រាប់មនុស្សចាស់វិញញ៉ាំទៅជួយឲ្យមានកម្លាំងភ្លាមការពារជំងឺពុកឆ្អឹងជួយឲ្យសម្រានលក់ស្រួលក្មេងៗញ៉ាំទៅជួយឲ្យឆ្លាតវៀងវៃជួយឲ្យឆ្អឹងនិងធ្មេញរបស់កុមារកាន់តែរឹងមាំនិងមានសុខភាពល្អហើយអ្វីដែលពិសេសទៀតនោះសម្រាប់បងប្អូនស្រីៗដែលគាត់កំពុងតែត្រៀមយកកូនឬក៏កំពុងតែមានកូនណាញ៉ាំទៅល្អខ្លាំងមែនតើញ៉ាំទៅជំនួយទៅដល់សុខភាពម្ដាយនិងកូនញ៉ាំហើយអត់ងាយធ្វើឲ្យចាញ់ទេណាបាទសម្រាប់បងប្អូនស្រីៗដែលគាត់ទៅតែសម្រាលហើយវិញញ៉ាំទៅជំនួយឲ្យមានទឹកដោះកាន់តែច្រើនដូចរាល់ថ្ងៃនេះអញ្ចឹងខ្ញុំតែងតែញ៉ាំមួយថ្ងៃ3កែវអត់ដែលខានទេជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសប្បាយចិត្តខ្លាំងមែនតើខ្ញុំបានត្រឡប់មកសងសន្យាដែលបានសន្យាជាមួយបងប្អូនទាំងអស់គ្នាថានឹងរកពេលវេលាទំនេរមួយដើម្បីធ្វើម្ហូបចែកជូនបង្ហាញបងប្អូនទាំងអស់គ្នាបានមើលដូចពីមុនវិញអញ្ចឹងហើយថ្ងៃនេះខ្ញុំពិតជាអត់ធ្វើឲ្យបងប្អូនទាំងអស់គ្នាខកបំណងឯងមុខម្ហូបមួយមុខនេះហាធានាថាប្លែកថ្មីទៀតហើយមកជូគីត្រីឆ្លាមដំបងឡើយខ្ញុំត្រូវយកត្រីឆ្លាមហ្នឹងមកដាំទឹកស្រស់ចំពោះទឹកក្តៅវិញគឺយើងដាក់អ៊ុនល្មមបានហើយបន្តមកទៀតខ្ញុំក៏បានមកឆ្លៀតហាន់សាច់ជ្រូកដើម្បីទុកឆា7ទុំមួយមុខទៀតចំពោះសាច់ជ្រូកវិញបងប្អូនយកសាច់ជ្រូក3ជាន់ណាទៅឆាទៅឆ្ងាញ់បន្តមកទៀតខ្ញុំក៏បានមកហាន់ត្រីឆ្លាមជាកង់បែបហ្នឹងបងប្អូនទាំងអស់គ្នាចូលចិត្តស្ដាងហាន់ស្ដាងចូលចិត្តរៀបក្រាស់ហាន់ក្រាស់ទៅបើនិយាយពីខ្លាញ់ត្រីឆ្លាមនេះវិញគឺអត់អាចរំលងបានទេបន្តមកទៀតខ្ញុំក៏បានមកដាក់ខ្ទឹមដាក់ម្ទេសស្រស់ដាក់ម្ទេសហូបហើយដាក់កាពិដែលខ្ញុំតែងតែហៅគីហ្នឹងណាបុកបញ្ចូលគ្នាឲ្យរៀងម៉ត់មកល្មមទៅមិនបាច់យកម៉ត់ពេកទេបន្ទាប់ពីបានជុំចូលគ្នាច្បល់សពហើយចុងក្រោយគឺដាក់ខ្ទឹមក្រហមគ្រាន់តែជុំមកល្មមបាច់ខ្ទឹមក្រហមទៅបានហើយក៏មានគុលល្ខីដែលខ្ញុំដំបែបនេះដែរចុងក្រោយបំផុតគឺស្វាយខ្ចីអត់អាចខ្វះបានទេណាបន្ទាប់ពីបានរៀបគ្រឿងត្រូវហើយអស់ខ្ញុំក៏ចាប់ផ្ដើមមកឆ្លៀតឆាទឹក7ទុំសិនដំបងឡើងខ្ញុំដាក់ប្រេងឆាបន្ទាប់មកទៀតដាក់ខ្ទឹមសចូលរំលីងខ្ទឹមសឲ្យឡើងក្លិនឈ្ងុយហើយដាក់ស្ករពាងចូលស្ករត្នោតហ្នឹងណាបងប្អូនអ្នកខ្លះគាត់ហៅស្ករពាងដាក់ស្ករចូលហើយឆារំលីងឲ្យឡើងជើងក្រងហើយចាំចាក់ទឹកត្រីចូលបន្ទាប់មកទៀតដាក់ប៊ីចេងដាក់រ៉ូឌីចុងក្រោយបំផុតគឺទឹក7ទុំបងប្អូនមើលដាក់មកល្មមទៅគឺបានហើយកូរឲ្យសប់ឲ្យរៀងដាច់ទឹកភ្លក់មើលមកល្មមទៅដាក់ម្ទេសចុងក្រោយគេគឺហើយហើយបន្ទាប់ពីបានឆាទឹក7ទុំហើយខ្ញុំក៏បានយកសាច់ជ្រូកមករំលីងក្នុងខ្ទះដែលបានឆាទឹក7ទុំហ្នឹងហើយបងប្អូនមិនបាច់លាងខ្ទះក៏បានដែរដាក់សាច់ជ្រូកចូលបន្ថែមទឹកបន្តិចឆាដើម្បីឲ្យសាច់ជ្រូកឆ្អិនល្អហើយបន្ទាប់មកទៀតថែមរ៉ូឌីតែបន្តិចបានហើយបន្ទាប់ពីឆាសាច់ជ្រូកដាច់ទឹកល្អហើយក៏ចាក់ទឹក7ទុំចូលឆាត្រឡប់ឡើងចុងក្រោយបំផុតដាក់ម្ទេសហុយនិងម្រះព្រៅគាត់តែប៉ុណ្្នឹងគឺថាជះក្លិនឈ្ងុយឲ្យឡងពេញផ្ទះហ្មងអូនចាំមើលខ្ញុំដួសដាក់ចានណាថាតំណងគួរឲ្យចង់ញ៉ាំអត់ជ្រូក3ជាន់ឆា7ទុំអូយបាននិយាយពីក្លិនវិញគឺថាឈ្ងុយជះឡើងពេញផ្ទះហ្មងឥឡូវហ្នឹងសាច់ជ្រូកឆា7ទុំរបស់ខ្ញុំគឺបានឆ្អិនរួចរាល់ហើយចឹងហើយខ្ញុំក៏បានមកដាំទឹកដើម្បីស្លម្ជូរគីត្រីឆ្លាមពេលដែលដាំទឹកពុះហើយខ្ញុំក៏ចាប់ដើមបង់ម្ជូរគីដែលខ្ញុំបានបុកក៏បងប្អូនដាក់ចូលទៅកូរឲ្យសព្វនៅពេលដែលទឹកពុះខ្ញុំក៏បានដាក់អំបិលដាក់ស្ករដាក់ប៊ីចេងដាក់ខ្នុរដាក់ទឹកត្រីបន្ទាប់មកទៀតចាក់ត្រីឆ្លាមចូលត្រឡប់ចុះត្រឡប់ឡើងបន្ទាប់មកទៀតក៏បានបន្ថែម7ទុំកូរត្រឡប់ចុះត្រឡប់ឡើងថ្នមឲ្យសាច់ត្រីឆ្អិនទៅបានហើយបើបានម្ទេសស្រស់បន្ថែមចេះទៀតអូយរសជាតិកាន់តែឆ្ងាញ់ខ្លាំងពុះហើយត្រីក៏បានឆ្អិនហើយចុងក្រោយបំផុតភ្លក់មើលរសជាតិល្មមហើយបន្ថែមស្វាយខ្ចីគឺយើងបន្ថែមចុងក្រោយគេគឺបិទភ្លើងតែម្ដងអូនចង់ឲ្យម្ជូរគីត្រីឆ្លាមកាន់តែមានរសជាតិឆ្ងាញ់ទៀតមកអមលាយជាមួយជីនាងវងនិងជីអាណា3មុខនេះធានាថាឲ្យអូយហ្មងសូម្បីតែឥឡូវហ្នឹងខ្ញុំកំពុងតែបញ្ចូលសលេងនេះគឺថាសក់ទឹកមាត់ឃ្លានទៀតហើយបងប្អូនសាកសម័យមើលថាយើងកំពុងតែឃ្លានបាយផងមានម្ហូបក្តៅហុយ
hôi bạch ní nhằm tư mình đang thả chân nhanh mịch tê lời nâng mà chu kỳ thấy chăm nhung có bán cho anh hồi chó sạch chụp đồng linh bờ tôm có bán cho anh hồi chó ngày ní nhung có bằng ăn du đá hiệp trong mà sma công nhiều cái tài dụ dương nhiều cái tài dụ ngày ní cứ miên côn sấy nâng côn phò cả đà cứ tha con sầm lạnh cái sông trôi rôm tầng pi nè mong phụ khang trôi với tờ nhằm mà hà bài chung kia bài đi du ấy hay con nhung á trôi chất đôi nhung chân khoan tài lư tham mà chu kỳ thấy chăm phía mất cứ thao vào hụt kia tam mà đòn chăm nè lỡ cứ còn rõ bong ôn ơi bà hồ tự nhiên miên ta thấy chăm mà thư tiết đã cái tay tại do thơ sốt bỏ nắng ắt sơi nhanh hay mẹ đi thòm lên ban ấy sông lũ ru chết sạch chụp chăm bơ tôm mà mặt mớ khoan tài đã cho motor ru chết chụp ai phè tâm rầm lính ngôi tắc bơ tôm đã dướng ban cha con mình bằng ăn mai mà phụ mà chu kỳ thấy chăm vinh mở thấy chăm thằng mày xóa khoan tài tha đã cho một liêu ôi cứ tha chết khăn mình ta hay vậy đây mình ai cho đồng lòng ba nó cứ khăn thầy chăm ta mà non nhung đi không mình mong khăn thầy chăm nó cứ ngăn khăn con mơ tầm một nhung nhăm mơ tại nhung hot tắc sò tới đơn ngay bà con nhung này với nhá ọt vậy ọt đây tê xong nhọt vô sân này đã xa cây công bông tắc clean nó nhăm bà đá dậy lên mũi côn bà đá su bị ca nghi su bị ni su bị nu đại saoไปคลาปุยมปจีละวยคลั่งมันแตนซึ่งแต่อัดบานชุบนี่ก็มีนะให้ต่อแต่เฉลี่ยเติบบานตาบานทั่วอาหารช่างไอโกนย้ำวิจิตรสกัดสกบัดได้เอาคนมองปนต่างออกนี่สมัยการสลันโจเจอแต่ตั้งจะช่วยแชร์คอมเมนต์บามินกันไรนะเขาช้องมองปนกลมประกันนะ